ស្លាកស្នាមប្រវត្តិសាស្ត្រលើភ្នំកំពែងឬភ្នំដងរែកថ្ងៃទី15ខែមិថុនាឆ្នាំ1962មកដល់ថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះជាខួបលើកទី64ដែលកម្ពុជាបានឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនាសម័យក្រោយអាណានិគមបារាំងកម្ពុជាបានរងការឈ្លានពាននិងចំនួនតាក់ទងនឹងប្រាសាទព្រះវិហារពីសំណាក់ប្រទេសថៃក្រោយពីដំណើរការដោះស្រាយចំនួនតាមផ្លូវទូតត្រូវបានបរាជ័យកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញជាលទ្ធផលក្រោមព្រះរាជបូរណីយកិច្ចនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសសាលក្រមសម្រេចថា1ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីដែលក្រោមអធិបតេយ្យរបស់កម្ពុជា2ថៃត្រូវតែដកទ័ពប៉ូលីសឬឆ្មាំផ្សេងទៀតដែលឈរជើងនៅក្នុងប្រាសាទនិងជុំវិញប្រាសាទនៅក្នុងទឹកដីរបស់កម្ពុជា3ថៃត្រូវប្រគល់នៅវត្ថុបុរាណដែលថៃបានយកចេញពីប្រាសាទព្រះវិហារឬតំបន់ប្រាសាទនៅក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ1954មកឲ្យកម្ពុជាវិញកាលបរិច្ឆេទនិងព្រឹត្តិការណ៍សំខាន់ដែលកូនខ្មែរគ្រប់រូបគួរចងចាំទី1ឆ្នាំ889ប្រាសាទព្រះវិហារបានចាប់ផ្ដើមកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1សាងសង់ចុងសតវត្សទី9និងបញ្ចប់នៅសតវត្សទី12ទី2ឆ្នាំ1954ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកជាច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជាចាប់ផ្ដើមផ្ទុះឡើងខ្លាំង3នៅថ្ងៃទី6ខែតុលាឆ្នាំ1959កម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យថៃដកកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទក្រោយការតវ៉ាតាមរយៈការទូតជាមួយនឹងថៃបរាជ័យទី4ថ្ងៃទី8ខែធ្នូឆ្នាំ1959សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់តែភាគីថៃបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជាទី5ថ្ងៃទី10ដល់ថ្ងៃទី15ខែមេសាឆ្នាំ1960សវនាការជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃទី6ថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថកិច្ចពេញលេញនៅក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជាទី7ថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេបានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃទី8ថ្ងៃទី10ខែតុលាឆ្នាំ2001រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការ UNESCOទី9នៅថ្ងៃទី30ខែមិថុនាឆ្នាំ2006ការបញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO ទីក្រុងប៉ារីសទី10ថ្ងៃទី23ដល់ថ្ងៃទី29ខែតុលាឆ្នាំ2006បេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទនិងរមណីយដ្ឋានអាយកូម៉ូសនៅតំបន់ប្រាសាទព្រះវិហារទី11ថ្ងៃទី7ខែកក្កដាឆ្នាំ2008អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី32នាទីក្រុងកេបិចប្រទេសកាណាដាក្រោមសេចក្តីសម្រេច32 COM 8B 102ទី12ថ្ងៃទី15ខែកក្កដាឆ្នាំ2008ថៃបានបញ្ជូនទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វរៈក្បែរតំបន់ប្រាសាទព្រះវិហារចម្ងាយប្រមាណជាង300ម៉ែត្រពីទឹកដីកម្ពុជាទី13ថ្ងៃទី11ខែសីហាឆ្នាំ2010
កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឲ្យមានយន្តកម្មអន្តរជាតិដើម្បីដោះស្រាយចំនួនព្រំដែនខ្មែរនិងថៃមុំជាប់ប្រាសាទព្រះវិហារថៃបានបង្កើតផែនទីឯកតោភាគីមានទំហំ 1.6 គីឡូម៉ែត្រការ៉េជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួនផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិដែលមានន័យថាប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីខ្មែរនិងដែនអធិបតេយ្យភាពរបស់កម្ពុជាទី14នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការយុត្តិធម៌អន្តរជាតិ ICJ បានប្រកាសនៅក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ1962របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឲ្យមកកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកទ័ពប៉ូលីសឬឆ្មាំថៃដែលឈរជើងនៅក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌទី15នៅថ្ងៃទី28ខែឧសភាឆ្នាំ2025ទីហ៊ានថៃបានបើកការឈ្លានពានចូលមកបាញ់សម្លាប់ទីហ៊ានខ្មែរនៅក្នុងទឹកដីកម្ពុជាហើយនៅក្នុងសង្គ្រាមឈ្លានពាននោះថៃបានវាយប្រហារមកលើជនស៊ីវិលប្រើប្រាស់ផ្សែងពុលយន្តហោះចម្បាំងទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិក៏ដូចជាប្រាសាទខ្មែរដទៃទៀតនៅតាមជួរភ្នំដងរែកផងដែរ